សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាប់ Anime Paul Admin ហើយនេះគឺជាវីដេអូទី2នៃការសម្ដែង Manga របស់យើងទៀតហើយដែលមានចំណងជើងថា Resurrected as the most hated villain ឬក៏ខ្ញុំចាប់ជាតិឡើងវិញគឺជាតួចិត្តអាក្រក់ដែលគួរឲ្យស្អប់ហើយ Admin អត់ដឹងថាគួរតែនិយាយអីទេព្រោះថាពេលដែល Admin កំពុងតែ record voice នេះរឿង Manga មួយហ្នឹងគឺ Admin អត់ទាន់បានផុសឡើយទេអញ្ចឹងហើយអត់ដឹងថាគួរតែនិយាយថាម៉េចគេនេះអញ្ចឹងហើយឥឡូវយើងចូលសាច់រឿងរបស់យើងមកសាច់រឿងនេះគឺចាប់ផ្ដើមនៅក្នុងទស្សនៈហើយអាប៉ែ Laberia ហ្នឹងគឺកំពុងតែកំងម្ហូបតែមើលមុខម្ចាស់ទស្សនៈអត់ឡើងញ័រខ្លាំងមែនតើមកនិយាយទៅគាត់យល់ថាមិនបានម្ចាស់ហាងហ្នឹងវាភ័យខ្លាំងម៉េចហើយគាត់ក៏មានអារម្មណ៍ថាសំណាងដែរយ៉ាងហោចណាស់អាប៉ែហ្នឹងគឺមិនបានដេញក្បាលគាត់ចេញពីហាងទេហើយនៅតែបម្រើអាហារគាត់ធម្មតាបើតាមគាត់ចាំបានកន្លែងហ្នឹងគួរតែជាកន្លែងដែលពួក hero វាជុំក្បាលគ្នាដើម្បីប្រវល់គ្នាទៅកំចាប់ស្ដេចនាគ Baros ហើយបើនិយាយពីអាស្ដេចនាគ Baros ហ្នឹងវិញក្នុងពេលបច្ចុប្បន្នវាគឺបានគ្រប់គ្រងនៅក្នុងតំបន់ Kansas នឹងទាំងមូលសម្បីតែប្រជាជនក៏ស្ថិតនៅក្នុងកណ្ដាប់ដៃវាដែរអញ្ចឹងហើយឥឡូវនេះគាត់គឺនឹកឃើញកំណត់ល្អមួយហើយដើម្បីលុបលាងឈ្មោះដ៏អាក្រក់របស់អាប៉ែ Loberia ហ្នឹងគាត់គឺត្រូវតែជួយរំដោះប្រជាជននៅក្នុងតំបន់ហ្នឹងពីកណ្ដាប់ដៃស្ដេចនាគហ្នឹងឥឡូវនេះយើងដាក់ឈ្មោះផែនការហ្នឹងថាផែនការជួយរំដោះប្រជាជនពីកណ្ដាប់ដៃស្ដេចនាគហើយអាយុបល់ល្អបែបហ្នឹងយើងគឺអត់ត្រូវទប់យូរទេដំដៃតនៅក្ដៅអញ្ចឹងចាប់ផ្ដើមពីស្អែកទៅគាត់គឺនឹងត្រូវរករទេះសេះមួយដើម្បីជិះទៅតំបន់មួយហ្នឹងចាត់ការស្ដេចនាគហ្នឹងចោលតែម្ដងពេលហ្នឹងមានបរិសម្នាក់ចូលមកសួរគាត់ថាគាត់ហ្នឹងគឺជា Arrogant Magician Loberia Man ហើយអាប៉ែម្នាក់ហ្នឹងគឺចង់ឲ្យគាត់ហ្នឹងចូលរួមក្រុមជាមួយនឹងពួកគេទៅធ្វើរឿងអ្វីមួយតែអាប៉ែ Loberia ហ្នឹងគឺបដិសេធយ៉ាងសោះអង្គើយខ្លាំងហ្មងហើយអាប៉ែម្នាក់ហ្នឹងគឺបានចង្អុលទៅកាន់នារីម្នាក់ក្នុងពេលហ្នឹងអាប៉ែ Loberia ហ្នឹងគឺបាននិយាយប្រាប់ពួកយើងឲ្យស្គាល់ថានាងគឺជាម្នាក់នៅក្នុងចំណោមពួកក្រុម hero ឈ្មោះថា Claudia ហើយនាងគឺជាអ្នកដែលប្រកាន់យុត្តិធម៌ម្នាក់ដែលចាប់ផ្ដើមចេញពីនារីតូចតាចធម្មតាម្នាក់មកក្លាយទៅជាណៃហើយទៅជាទាហានអ្នកប្រយុទ្ធដែលមានឋានៈខ្ពស់ហើយឥឡូវនេះគឺគាត់បានដឹងហើយថាចាប់តាំងពីពេលដែលគាត់ឈានជើងចូលមកក្នុងទីក្រុងហ្នឹងគាត់គឺបានត្រូវយេប៉ែនឹងសង្កេតមើលគាត់រហូតតែម្ដងតែមានភ្លេចប្រាប់យេប៉ែ Claudia ហ្នឹងគឺស្អប់អាប៉ែ Loberia ហ្នឹងខ្លាំងមែនតើហើយស្រាប់ពេលដែលគាត់កំពុងតែគិតហ្នឹងបរិសម្នាក់ហ្នឹងគឺបានយកទៅមកកៅយកមកជិះចំកណ្ដាលមុខគាត់តែម្ដងហើយអាប៉ែមួយហ្នឹងក៏ចង់ដឹងដែរថាតើគាត់ហ្នឹងនឹងទទួលបានលុយប៉ុន្មានបើសិនជាគាត់ចាប់អាប៉ែ Loberia ហ្នឹងបានហើយស្រាប់ពេលហ្នឹងសមាជិកក្រុមរបស់អាប៉ែមួយហ្នឹងគឺចាប់ផ្ដើមចូលមកចាត់ការគាត់ទាំងអស់គ្នាតែម្ដងនិយាយទៅសម្រាប់អាប៉ែ Loberia ហ្នឹងឱកាសមួយហ្នឹងវាជាឱកាសល្អដែលគាត់បង្ហាញពីកម្លាំងរបស់គាត់ហើយគាត់ក៏បាននិយាយដែរថាធម្មតាសម្បត្តិពួកអាទៅទៅកប៉ុកអង្គកប៉ុំដូចជាពួកឯងហ្នឹងព្រមគិតថាចាប់យើងហ្នឹងយកទៅឲ្យពួកទាហានមែនហើយនៅពេលដែលគាត់កំពុងតែប្រើសិលរបស់គាត់ហ្នឹងគាត់គឺបានចាប់អារម្មណ៍ថាយេប៉ែ Claudia ហ្នឹងគឺកំពុងតែសម្លឹងមើលគាត់ដាច់ភ្នែកតែម្ដងស្របពេលដែលគាត់កំពុងតែត្រូវបរិសម្នាក់បានចាប់ជាប់ហ្នឹងគាត់គិតថាចំពោះរាងកាយរបស់គាត់បច្ចុប្បន្នណាទោះបីជាត្រូវវាយម្ដាយពីដៃក៏វាគ្មានទៅឈឺអីដែរតែគាត់គឺពិតជាចូលចិត្តត្រូវបានគេវាយឯងចឹងហើយគាត់គឺបានប្រើ skill ធាតុខ្យល់ដើម្បីរុញអាប៉ែដែលចាប់គាត់នឹងចេញហើយគាត់គឺបានស្ទុះទៅវាយអាប៉ែមួយដែលជះទឹកដាក់គាត់នឹងឲ្យសន្លប់ភ្លាមតែម្ដងនិយាយទៅគាត់គឺពិតជាអត់ចង់បង្កើតបញ្ហាតែចុងក្រោយបញ្ហានៅតែរត់មករកគាត់ដដែលសាមដល់កចឹងហើយឥឡូវនេះគាត់គឺមានតែទៅរកកន្លែងញ៉ាំអីថ្មីព្រោះថាបើសិនជាគាត់នៅតែបន្តប្រើវេទមន្តឥតឈប់ឥតឈរដោយមិនបានសម្រាអីសោះគាត់ប្រកាសជាត្រូវធ្លាក់ខ្លួនឈឺជាមិនខានតែស្របពេលហ្នឹងយេប៉ែ Claudia គឺបានស្ទុះចេញមកខាងក្រៅហើយស្រែកហៅគាត់កន្លែងហ្នឹងadmin សឹងតែចង់យកដបងវាយក្បាលយេប៉ែ Claudia ហើយខ្វេះភ្នែកយេប៉ែហ្នឹងចេញមកខាងក្រៅហ្មងនិយាយមែនតានិយាយទៅយេប៉ែហ្នឹងគឺបានស្រែកថាតើអាប៉ែឯងមែនដែលជាអ្នកបង្ករឿងជាមួយនឹងពួក adventure អស់ហ្នឹងហើយមិនក៏អាប៉ែឯងហ្នឹងដើរចេញដោយអត់មានធ្វើអីសោះចឹងព្រោះថាហ្នឹងមិនមែនជាអាប៉ែឯងទេតើអាប៉ែឯងហ្នឹងគឺមានកម្រងអីឲ្យប្រកាសកម្រងហ៎ច្បាស់នឹងភ្នែកហ៎យើងគឺមានកម្រងចង់ញ៉ាំអីតែនៅពេលដែលយើងត្រូវបានពួកវារំខានយើងក៏បដៅពួកវាខ្លះទៅទោះបីជាយើងនិយាយថាយើងគឺជាអ្នកដែលគ្មានកំហុសត្រូវគេធ្វើបាបក៏នាងមិនទៅជឿមនុស្សដូចយើងដែរឃើញច្បាស់ប៉ុណ្ណឹងហើយនៅជាតិមកបកកាយជាមួយយើងទៀតមិនចង់មកប្រអួតកម្លាំងថាអ្នកណាខ្លាំងជាងមែនហ៎ហើយខ្ញុំគ្មានពេលអត់ប្រយោជន៍មកឆ្លោះជាមួយនឹងមនុស្សថោកទាបដូចលោកឯងនិយាយទៅនៅពេលដែលយេប៉ែនឹងដើរចេញទៅគាត់នឹងគឺភ័យខ្លាំងមែនទែនស្មានតែយេប៉ែនឹងដកដៃយកមកកាប់គាត់ទេតាឥឡូវនេះគាត់គិតថាគួរតែទៅកោសកណ្ដាលចោលឲ្យកុំឲ្យមាត់ឆ្កែខ្លាំងពេកព្រោះថាលើកក្រោយមិនប្រកាសថាមានសំណាងដូចលើកនេះទេហើយនេះថ្ងៃស្អែកឡើងនិយាយទៅមនុស្សស្អប់គ្នាណាស់រត់តែជួបគ្នាណាស់ហើយបើអាប៉ែបរទេសសេះវិញគឺឆ្ងល់ហ្មងថាពួកគេទាំងពីរនាក់ហ្នឹងគឺមានជាប់ពាក់ព័ន្ធអីជាមួយនឹងស្ដេចនាគឬក៏ពួកគេទាំងពីរហ្នឹងមានផែនការអីដែលត្រូវធ្វើជាមួយនឹងស្ដេចនាគហ្នឹងមែនតែទោះបីជាយ៉ាងណាក៏វាគ្មានអីទៅពាក់ព័ន្ធជាមួយនឹងគាត់ដែរហេមិនក៏អាប៉ែឯងមកជីរទេសនឹងដែរចឹងទៅសម្រាប់ស្ដេចនាគនឹងឯងអត់ទេតែវាគឺជា mission របស់ខ្ញុំទេដឹងអត់ថាបើសិនជាខ្ញុំអាចសម្លាប់អាស្ដេចនាគនឹងបានណាជីវិតរបស់ខ្ញុំគឺរស់នៅគ្មានន័យទេអ្នកទាំងពីរសុំទោសដែលរំខានតែមើលទៅខ្ញុំអាចទៅបានត្រឹមតែប៉ុណ្្នឹងឯងសល់ចម្ងាយផ្លូវប្រហែលទៀតមើលទៅមានតែអ្នកទាំងពីរដើរទៅដោយខ្លួនឯងឯង
និយាយទៅដោយសារតែខ្លាយវត្តមានរបស់ពួកគេត្រូវបានបែកធ្លាយហ្នឹងណាគាត់គឺអត់បានប្រើវេទមន្តរបស់គាត់ដើម្បីកំទេចថ្មហ្នឹងទេគាត់គឺហក់អំឡងស្របពេលហ្នឹងគាត់ក៏បានណែនាំយេប៉ែក្លារៀនហ្នឹងដែរថាឲ្យត្រឡប់ទៅវិញទៅទាន់វានៅទាន់ពេលតែយេប៉ែហ្នឹងគឺបានប្រាប់ដែរថានេះគឺជាស្រុកកំណើតផងនាងត្រូវជួយអ្នកស្រុកកំណើតផងនាងគឺអត់ត្រូវចាំបាច់ទទួលការណែនាំពីមនុស្សអត់ប្រយោជន៍ដូចគាត់ទេហើយនាងគឺនៅតែឆ្ងល់ទៀតថាតើគាត់ហ្នឹងក៏ហក់មែនចង់មកសម្លាប់នាងនៅតាមផ្លូវហើយចូលរួមដៃជាមួយនឹងពួកបករបស់ស្ដេចនាគនឹងមែនតែប៉ែឡាបេរីវិញគឺស៊ីនហើយអត់ reply ទៅឲ្យយេប៉ែឯងនឹងសល់ហើយតែស្របពេលនឹងដែរយេប៉ែនឹងរៀបនឹងកន្លះជើងធ្លាក់ចូលជ្រោះហើយហ្នឹងគាត់គឺបានស្ទុះមកជួយនាងទាន់ពេលហើយដោយសារតែឃើញជើងរបស់នាងមានរបួសចឹងហើយគាត់គឺមានតែសុំចូលខ្លួនដើម្បីលាបរបួសឲ្យនាងហើយមិនបាច់បារម្ភទេរបួសហ្នឹងនឹងជានៅក្នុងថ្ងៃស្អែកចាប់ផ្ដើមចូលគេងទៅទុកឲ្យគាត់ជាអ្នកនៅចាំមើលផ្លូវមើលទៅវាដូចជារៀងចម្លែកមិនទេឡាបេរៀនដែលខ្ញុំស្គាល់គឺជាមនុស្សដែលគ្មានសំបីតាធម៌មេត្តាឬក៏មនុស្សធម៌បន្តិចបន្តួចនៅក្នុងខ្លួនហ្នឹងហើយខ្ញុំតែប៉ុណ្ណាបើសិនជាលោកនៅតែនិយាយលយយ៉ាងទៀតណាចេញឲ្យបានពីមុខខ្ញុំមើលញាក់ញក់ថាកូនហ្នឹងតើលោកនឹងធ្វើអ្វីទៀតបន្ទាប់ពីកម្ចាត់ស្ដេចនាគហើយបើនិយាយទៅខ្ញុំគ្រាន់តែចង់វាស់ស្ទង់អំពីសមត្ថភាពរបស់ខ្លួនឯងខ្ញុំគ្មានអារម្មណ៍ឬក៏គ្មានកំណត់ស្អីទៅលើស្រុកកំណើតរបស់នាងទេចង់ដឹងថាខ្លួនឯងអាចខ្លាំងជាង Reinhardt មែនទេហើយចង់គិតអីក៏គិតទៅគិតតាមហ្នឹងទៅតែបើនិយាយចឹងតាមសាច់រឿងរបស់គេ Claria គឺត្រូវតែរួមដៃជាមួយនឹងកងទ័ពម្នាក់របស់ស្ដេចនាគដែលឈ្មោះថាសេកៈដើម្បីទៅកម្ចាត់ស្ដេចនាគហើយនាងគឺជាមនុស្សម្នាក់គត់ដែលបានសម្លាប់ស្ដេចនាគតែវានឹងខ្លាចទៅជាយ៉ាងម៉េចបើសិនជាសាច់រឿងត្រូវបានផ្លាស់ប្ដូរចឹងមានន័យថាសាច់រឿងរបស់ Claria នៅពេលនេះគឺខុសឆ្ងាយពីសាច់រឿងដើមហើយត្រូវទេតែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសាច់រឿងដើមគឺបាននិយាយថា Claria គឺអត់អាចចាត់ការស្ដេចនាគបានដោយខ្លួនឯងទេចឹងហើយខ្ញុំត្រូវតែប្រកាសថាមិនទុកនាងចោលឲ្យនៅតែឯងជាដាច់ខាតហើយបើសិនជានាងចង់ឲ្យស្រុកកំណើតរបស់នាងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចនេះនាងធ្វើវាខ្លួនឯងទៅខ្ញុំចង់ពាក់ព័ន្ធនេះឲ្យតែនាងកុំមករញ៉េរញ៉ៃនៅក្នុងផែនការរបស់ខ្ញុំទៅបានហើយណែលោកបិទមាត់ឆ្កែរបស់លោកឯងភ្លាមឥឡូវដូចខ្ញុំនិយាយចឹងប្រញាប់គេឲ្យឆាប់ទៅអរគុណហើយយេប៉ែនឹងដេកមកមើលមែនណាមើលទៅមនុស្សអាក្រក់ដែលកើតមកសម្រាប់តែធ្វើជាបិសាចដូចជាខ្ញុំប្រហែលជាមិនអាចទទួលបានពីអរគុណដែលងាយបែបហ្នឹងទេធ្វើទេហើយនេះក៏ជាចុងបញ្ចប់នៃ chapter 2 ដែរតែដោយសារតែវាខ្លីពេកចឹងហេតុមាននឹងថែម chapter 3បញ្ចូលគ្នាដើម្បីវាបានវែងតិចកាត់ចូលមកដល់ស្អីឡើងគឺបានបង្ហាញឃើញថាពួកគេបានមកដល់ Kansas ហើយជំរុំដែលធ្លាប់តែជាកន្លែងរបស់ពួក hero នៅហ្នឹង hero ណៃនៅហ្នឹងឥឡូវនេះគឺប្រែខ្លាយទៅជាកន្លែងបាក់បែកតែម្ដងតែបើនិយាយពីApe Loberia វិញឥឡូវនេះគឺកំពុងតែរំភើបខ្លាំងគឺចង់ទៅសម្លាប់ស្ដេចនាគនឹងខ្លាំងមែនទែនស្របពេលហ្នឹងយេប៉ែ Claria ក៏បានប្រាប់គាត់ដែរថាភូមិមួយហ្នឹងគឺឈ្មោះថាភូមិ Glinda ហើយអ្នកភូមិនៅហ្នឹងតែងតែត្រូវបានស្ដេចនាគហ្នឹងបង្ខំឲ្យពួកគេហ្នឹងបូជាមនុស្សយកទៅឲ្យទ្រង់ជារៀងរាល់ឆ្នាំហើយនាងក៏បានបញ្ជាក់ដែរថាសម្រាប់បច្ចុប្បន្នហ្នឹង security នៅកន្លែងហ្នឹងគឺបានពង្រឹងខ្លាំងមែនទែនចឹងហើយនាងគឺបានប្រាប់គាត់ឲ្យប្រយ័ត្នប្រយែងកុំធ្វើអ្វីដែលអាចបានគិតឲ្យសោះតែ Ape Loberia ហ្នឹងនៅតែមាត់ឆ្កែដដែលប្រាប់នាងថាគាត់ដែរធ្វើអីមិនចាំបាច់ត្រូវអាណាមកបជាក្បាលគាត់ទេហើយដោយសារតែពេលនេះជាពេលល្ងាចចឹងហើយអ្នកយាមនៅហ្នឹងគឺពិតជាច្រើនខ្លាំងមែនតើតែស្របពេលហ្នឹងពួកគេបានចាប់អារម្មណ៍ថាមិនក៏មានអ្នកយាមហ្នឹងនៅផ្ទះមួយនោះច្រើនខ្លាំងម៉េចនៅពេលដែលសម្លឹងមើលឲ្យច្បាស់ទៅទើបឃើញថាមានអ្នកយាមម្នាក់ហ្នឹងគឺកំពុងចាប់ក្មេងស្រីម្នាក់ហើយនឹងអ្នកយាមម្នាក់ទៀតហ្នឹងបានប្រើវេទមន្តដើម្បីកំទេចផ្ទះរបស់នាងកំឡុងពេលហ្នឹងយេប៉ែ Claria ហ្នឹងគឺបានស្រែកហៅថាតូតូបាននិយាយទៅមនុស្សស្រីម្នាក់ហ្នឹងគឺជាមិត្តភក្តិតាំងពីក្មេងរបស់យេប៉ែ Claria គាត់តែឃើញមិត្តភក្តិខ្លួនឯងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះយេប៉ែហ្នឹងគឺស្ទុះរត់ចេញទៅជួយតែម្ដងតែប៉ែ Loberia វិញគឺស្រួយកណិតមកក្រែងពីមុនមកហ្នឹងឃើញប្រាប់គាត់ថាកុំឲ្យធ្វើអ្វីដែលអត់បានគិតទេហើយចុះមិនវិញឥឡូវប្រាប់តាគេតែខ្លួនឯងធ្វើអត់បានផងតែបើនិយាយទៅយេប៉ែ Claria ហ្នឹងខ្លាំងដែរហ្នឹងស្ទុះចូលទៅយ៉ាងលឿនក៏វត្តតែប្រហែលដើរគឺចាត់ការពួកនឹងបានតែម្ដងហើយជួយរំដោះមិត្តភក្តិរបស់នាងបានតែវាក៏មិនមែនជាពេលដែលពួកគេទាំងពីរនាក់ហ្នឹងត្រូវរាក់ទាក់គ្នាដែរព្រោះថាស្របពេលហ្នឹងមេតបរបស់ស្ដេចនាគម្នាក់ទៀតគឺបានបង្ហាញខ្លួនចេញមកនិយាយទៅគាត់គឺអត់ប្រកាន់ទេដែលយេប៉ែហ្នឹងសម្រាប់កូនចៅគាត់តែគាត់គឺអាចលើកលែងឲ្យវត្ថុដង្វាយរបស់ស្ដេចនាគរត់គេចបានទេចឹងហើយអត់មានចំនួនទេពួកគេទាំងពីរគឺចាប់ផ្ដើមប្រយុទ្ធគ្នាភ្លាមតែម្ដងនិយាយទៅមេតបស្ដេចវិសាចហ្នឹងគឺពិតជាទសាយេប៉ែ Claria ខ្លាំងមែនទែនដែលមានសមត្ថភាពអាចទប់ទល់ជាមួយគាត់បានប្រមាណស្នៀតដែរវាគឺធ្វើឲ្យគាត់ហ្នឹងគឺពិតជាមានអារម្មណ៍ថារំភើបចិត្តខ្លាំងមែនទែនតែទោះបីជាយ៉ាងណាក៏យេប៉ែហ្នឹងនៅតែគ្មានកាឡូអីជាមួយគាត់ដែរហ្នឹងទៅពេលដែលអាប៉ែមេតបហ្នឹងរៀបនឹងបង្ហើយយេប៉ែ Claria ហ្នឹងណាApe Loberia គឺបានស្ទុះចេញមកបង្ហើយលុយដុំមួយនឹងមុនតែយេប៉ែ Claria វិញគឺអត់មានបានអរគុណគេអីមិនតិចសោះហ្មងបែរជាមកថាឲ្យគេទៀតថាមកលុកដៃក្នុងការប្រយុទ្ធផងនាងដោយរដងអញ្ចឹង Ape Loberia គឺបាននិយាយទាំងស្មារតីតែម្ដងថាបើសិនជាខ្ញុំដឹងថាយេប៉ែឯងមានបំណងថាចង់ស្លាប់នៅហ្នឹងខ្ញុំមិនទៅណេមកលុកដៃជួយទេហើយខ្ញុំសុខចិត្តប្រើពេលទៅណេផងខ្ញុំមកទៅចាត់ការអាប៉ែស្ដេចនេះនឹងតែឯងក៏បានដែរឲ្យយេប៉ែឯងនឹងនៅទៅណេលេងបៃលុកបៃឡជាមួយពួកហ្នឹងចុះហើយមិនឥឡូវ
ហុងឈរនៅដងការទៀតមិនក៏មិនប្រញាប់មកលឿនមកដោយសារតែពួកយើងបានចាត់ការអ្នកបម្រើរបស់ស្ដេចនេះហើយចឹងហើយមិនយូរមិនឆាប់ពួកគេនឹងបញ្ជូនកម្លាំងមកទៀតជាមិនខានហើយបើកលេចទៅកាន់ប្រាសាទរបស់ស្ដេចនេះវិញគេបានបង្ហាញអំពីកងទ័ពម្នាក់កំពុងតាមមកបញ្ជូនដំណឹងអំពីការឈ្លានពានហ្នឹងទៅឲ្យស្ដេចនេះតែអបិស្ដេចនេះហ្នឹងគឺបានដឹងស្រាប់ហើយថាអ្នកបម្រើដ៏សំខាន់ម្នាក់របស់គាត់ហ្នឹងគឺត្រូវបានគេសម្លាប់ហើយគាត់ក៏អត់ញញ៉ៃច្រើនដែរបញ្ជាឲ្យអ្នកបម្រើរបស់គាត់ហ្នឹងទៅចាត់ការពួកអ្នកដែលឈ្លានពានហ្នឹងទាំងអស់ចោលទៅហើយអបិអ្នកបម្រើម្នាក់ហ្នឹងគឺបានដូចចិត្តទៀតគាត់គឺបានបញ្ជូនអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ជាច្រើនហ្នឹងទៅភូមិមួយហ្នឹងដើម្បីចាត់ការពួកអ្នកឈ្លានពាននិយាយទៅគាត់គឺប្រកាសក្នុងចិត្តមកថាពួកអ្នកឈ្លានពានហ្នឹងគឺគ្មានផ្លូវអាចយកឈ្នះពួកគេបានទេតែចេញពីប្រាសាទតនបានផងឃើញនោះមកកដោកំពុងតែដេកប្រងព្រៀបនៅហ្នឹងហើយបើក៏តែការអបិឡាបេរីនៅក្រោមនេះវិញគឺកំពុងតែដៀលពួកនឹងថាជាសម្រាមសុទ្ធតែជាសម្រាមខ្ញុំមិនគួរណាទៅចំណាយពេលអត់ប្រយោជន៍ជាមួយនឹងពួកសម្រាមអស់នឹងសោះតែម្ដងហើយបើអ្នកមើលពីលើនេះវិញគឺសឹងតែមិនជឿនឹងភ្នែកថាមិនក៏ពួកនឹងអីក៏ខ្លាំងម៉េះត្រពេលហ្នឹងអាប៉ែឡាបេរីហ្នឹងគឺបានចាត់អារម្មណ៍ថាមានអ្នកមើលគាត់ពីចម្ងាយតែគាត់គឺបានប្រាប់ពីប៉ែក្លរៀលថាមិនអីទេគ្មានបញ្ហាណាស់ស៊ីងនិយាយទៅអាប៉ែកងទ័ពហ្នឹងគឺបានស្ទុះទៅរៀបការប្រាប់អាប៉ែស្ដេចនេះហ្នឹងភ្លាមតែម្ដងអំពីការឈ្លានពានមួយហ្នឹងហើយអាប៉ែស្ដេចនេះហ្នឹងក៏អត់និយាយច្រើនដែរបើសិនជាអាប៉ែឯងអត់ប្រយោជន៍ហើយចឹងហើយតិចតែម្ដងនិយាយទៅអាប៉ែហ្នឹងគឺស្តៀងមូស្អាតដែរគាត់តាក្តាប់ដៃអ្នកបម្រើរបស់ខ្លួនឯងហ្នឹងគឺខ្ទេចមកចុះពេលហ្នឹងអាប៉ែឡាបេរីហើយនឹងអាប៉ែក្លរៀលហ្នឹងគឺបានស្ទុះទម្លុះទ្វារហ្នឹងចូលមកតែម្ដងនិយាយទៅវាធ្វើឲ្យស្ដេចនេះរៀងភ្ញាក់ផ្អើលតិចដែរថាពួកគេមិនមែនគឺជាភ្ញៀវដែលមិនបានអញ្ជើញទាំងអស់ហ្នឹងទោះបីជាពួកគេរៀងអត់មកយាទអញ្ចេះគោះទ្វារបន្តិចក៏ដោយតែមិនអីទេស្វាគមន៍មកកាន់ប្រាសាទរបស់គាត់ហើយ chapter 3របស់យើងក៏ចប់ត្រឹមប៉ុណ្្នឹងដែរតែអត់មាននៅតែមានអារម្មណ៍ថាវារៀងខ្លីពេកចឹងហើយមើលទៅមានតែ time chapter 4ចូលតិចទៀតដើម្បីប្រខុបនិយាយទៅបែបស្ដេចនេះហ្នឹងគឺបានណែនាំខ្លួនប្រកាសដែរថាយើងគឺឈ្មោះថា Baros តែជាទូទៅពួកឯងតែងតែហៅយើងថាស្ដេចនាគ Baros និយាយទៅយើងរៀងសើចតិចដែរមុនហ្នឹងដោយសារតែយើងទើបតែបាត់បង់អ្នកបម្រើដ៏ខ្លាំងម្នាក់តែវាក៏ជារឿងល្អមួយសម្រាប់ពួកឯងដែរមកចាប់អារម្មណ៍ចង់ធ្វើជាអ្នកបម្រើរបស់យើងអត់ព្រោះថាយើងគឺតែទៅចូលចិត្តអ្នកបម្រើដែលមានកម្លាំងខ្លាំងអត់ចង់មើលទៅឯងគឺដូចជាបដិសេធចេញមកដូចជាឆ្លើយពេកទេឥឡូវនេះយើងសុំសួរឯងមួយជាលើកចុងក្រោយមិនបានជាពួកឯងហ្នឹងចង់មកប្រយុទ្ធជាមួយយើងពួកឯងមានបំណងចង់យកទឹកដីខណ្ឌសាសពីយើងយកទៅគ្រប់គ្រងវិញមែនបន្តពីលើអាប៉ែឡូបេរីប្រាប់ថាគាត់ចង់រំដោះខណ្ឌសាសហើយអាប៉ែស្ដេចនេះគឺពិតជាតូចតែខ្លាំងហ្មងពិតជារំខានខ្លាំងមែនតើតែវាក៏មិនអីដែរសម្រាប់គាត់ព្រោះថាគាត់គឺជាស្ដេចនេះចឹងហើយគាត់គឺអត់ដែរខ្លាចគេក្នុងការប្រយុទ្ធគ្នាបើពួកឯងមានគីឡូហក់មកពួកឯងនិយាយទៅគេខ្លាំងមែនត្រឹមបានតែស្ដីទេត្រឹមតែម្ដាយប្រើប៉ែស្ដេចនេះហ្នឹងគឺបានបង្កើតជាខ្យល់ដ៏ខ្លាំងមួយដល់ថ្នាក់អាប៉ែឡាបេរីហ្នឹងគឺចេញខ្លួនមកប្រើបារីដើម្បីទប់ភ្លាមតែម្ដងតែមកខ្យល់ហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងទប់អត់ជាប់ឯប៉ាងដល់កុំកលៀតហើយបើអាប៉ែស្ដេចនេះវិញគឺទៅសារអាប៉ែឡាបេរីខ្លាំងបងថាអាប៉ែហ្នឹងគឺពិតជាខ្លាំងជាងមនុស្សដែលនៅក្នុងភូមិនឹងឆ្ងាយតែអាប៉ែឡាបេរីវិញបែរជាសោចហើយនិយាយថាពួកអាអន់ខ្លះវាបកកែណារឿងព្រុសហ្នឹងព្រុសហើយស្របពេលហ្នឹងគាត់គឺបានលើកដៃរបស់គាត់ទៅប៉ះដាវរបស់ស្ដេចនេះហ្នឹងស្របពេលហ្នឹងដាវមួយហ្នឹងបែរជាបង្ហាញនៅស្នាមប្រេះភ្លាមតែម្ដងធ្វើឲ្យស្ដេចនេះហ្នឹងគឺគៀងបងពោះថាដាវហ្នឹងគឺជាដាវដ៏ខ្លាំងបំផុតមួយនៅក្នុងចំណោមដាវដ៏ខ្លាំងនៅក្នុងពិភពលោកហ្នឹងនិយាយទៅវាមិនសូវមានដាវច្រើនប្រមាណទេដែលមានកម្លាំងប្រហែលដាវហ្នឹងហើយស្របពេលហ្នឹងយាយប៉ែក្លារៀនហ្នឹងគឺបានយកដាវយកមកចាក់ក្បាលគាត់យកតែម្ដងនិយាយទៅគាត់ធុញយាយប៉ែហ្នឹងហ្មងមុនដំបូងគាត់ផងថាទុកយាយប៉ែហ្នឹងដើម្បីលេងជាមួយនៅពេលចុងក្រោយគេបង្អស់តែឥឡូវនេះមិនអីទេបើយាយប៉ែឯងចង់ទៅមុនគេហើយស្របពេលដែលស្ដេចនេះកំពុងតែរៀបចំនឹងប្រើស្នៀតដាវដ៏ខ្លាំងមួយរបស់គាត់ហ្នឹងអាប៉ែឡាបេរីគឺបានសង្កេតឃើញហើយដោយសារតែជួយយាយប៉ែហ្នឹងអត់ទាន់ចឹងហើយគាត់គឺមានតែប្រើប្រាស់ skill ធាតុខ្យល់របស់គាត់ដើម្បីរុញយាយប៉ែហ្នឹងចេញគេចពីផ្លែដាវរបស់ប៉ែស្ដេចនេះហ្នឹងតែការរុញមួយហ្នឹងវារៀងជ្រុលដៃតិចដែរដែលធ្វើឲ្យយាយប៉ែហ្នឹងបុកនឹងសសរហើយស្លាប់បាត់តែម្ដងមូលហេតុហ្នឹងគឺដោយសារគាត់ភ្លេចគិតថាយាយប៉ែហ្នឹងស្រាលជាងគាត់ជាមួយនឹង skill ធាតុខ្យល់មួយហ្នឹងគឺធ្វើឲ្យអាប៉ែស្ដេចនេះហ្នឹងគឺចាប់អារម្មណ៍គាត់ខ្លាំងមែនតើព្រោះថាមើលទៅគាត់ប្រហែលជាអ្នកដែលជំនាញក្នុងការប្រើប្រាស់វេទមន្តម្នាក់ដែរហើយអាប៉ែឡាបេរីវិញគាត់ក៏អត់នៅទុកយូរដែរព្រោះថាឥឡូវហ្នឹងគឺសល់តែគាត់ទេចឹងហើយគាត់គឺអត់មានជំរឿនអីផ្សេងទេគាត់គឺប្រើប្រាស់ grimoire របស់គាត់យកតែម្ដងពេលទៅ grimoire មួយហ្នឹងស្ដេចនេះហ្នឹងគឺរត់តែរសារអាប៉ែហ្នឹងថែមទៀតព្រោះថាមើលទៅវាគឺពិតជាកម្រខ្លាំងមែនតើព្រោះថាសំបីតាអ្នកប្រើប្រាស់វេទមន្តដែលថ្នាក់ខ្ពស់ល្មមហ្នឹងក៏មិនមានប្រើផងហើយណាមួយមើលទៅកម្រគ្រីមមួយហ្នឹងគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនហើយទោះបីជាប៉ែស្ដេចនេះនឹងដឹងថាវាជា Black Magic ក៏ដោយក៏វារៀងយឺតពេកតិចដែរព្រោះថាឥឡូវនេះគាត់គឺបានប្រើ skill របស់គាត់ហើយ skill ហ្នឹងគឺមានឈ្មោះថា Jet Blade Spear
Hell August មួយនឹង scale មួយហ្នឹងលំពេងខ្មែរជាច្រើនគឺបានហោះទៅកាន់អពៈស្ដេចនេះតែអពៈហ្នឹងគឺបានកំទេចលំពេងទាំងអស់ហ្នឹងបានយ៉ាងងាយស្រួលតែម្ដងហើយនៅឈានបកមកកាប់គាត់ម្ដាយបានទៀតបន្ទាប់ពីកិច្ចចុះកិច្ចឡើងគាត់គឺបានប្រើប្រាស់ skill មួយទៀតដែលមានឈ្មោះថា Ominous Chain ឬក៏ចង្វាក់នៃភាពភ័យខ្លាចទៅចាប់អពៈស្ដេចនេះមួយហ្នឹងហើយក៏ឈានបន្ថែម skill ពិសេសមួយទៀតនោះគឺ Deadly Thunder ឬក៏អាចហៅថារន្ទះនៃភាពមរណៈបន្ទាប់ពីបានស៊ីមកគ្រាប់រន្ទះហើយហ្នឹងឥឡូវនេះអពៈស្ដេចនេះគឺកំពុងតែដេកស្ដោកដែរម្ដងនិយាយទៅអពៈ Loberia ហ្នឹងគឺគិតថារឿងហ្នឹងវាប្រហែលជាចប់ត្រឹមប៉ុណ្្នឹងហើយទើបផុតទៅដាស់យីប៉ែ Claudia តែយីប៉ែហ្នឹងមើលទៅដូចអត់ទាន់ភ្ញាក់ទៀតហើយស្របពេលហ្នឹងអ្នកដែលភ្ញាក់នោះគឺអពៈស្ដេចនេះនិយាយទៅគាត់គឺបានសរសើរអពៈ Loberia មកព្រោះថានេះជាលើកទី1ក្នុងឆាកជីវិតគាត់ដែរដែលត្រូវបានគេវាយទ្រោមដល់ម្លឹងពេលដែលគាត់កំពុងតែនិយាយហ្នឹងចំហាយខ្មៅដ៏ខ្លាំងមួយហ្នឹងគឺបានភាចេញពីក្នុងខ្លួនរបស់គាត់ហើយស្របពេលហ្នឹងសម្លេងផ្ទុះដ៏ខ្លាំងមួយក៏បានលេចឡើងដូចគ្នានិយាយទៅអពៈស្ដេចនេះហ្នឹងគឺបានប្រើប្រាស់ទម្រង់ពិតរបស់គាត់ហើយគាត់គឺទទួលស្គាល់អពៈ Loberia ហ្នឹងថាគឺពិតជាមនុស្សដ៏ខ្លាំងពូកែមែនហើយគាត់នឹងចាប់ផ្ដើមប្រយុទ្ធបែប series ម្ដងតែចាំតិចហើយមិញហ្នឹងវាយគ្នាចង់ងាប់ចង់រស់ហ្នឹងតាមពិតទៅគាត់ទៅវាយគ្នាកំដៅសាច់ដុំទេចុះលេងតែម៉ាក់ហ្នឹងហើយត្រង់ពេលហ្នឹងដែរឆាប់ធ្វើទី4ប្រយើងក៏បានចាប់ត្រឹមប៉ុណ្្នឹងដូចគ្នាចឹងហើយមិនគិតថាប៉ុណ្្នឹងបានហើយវាវែងពេកអីទេឥឡូវ10នាទីជាងហ្មងហើយគិតថាប៉ុណ្្នឹងគួរតែវែងគ្រប់គ្រាន់ហើយចឹងហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគាំទ្រការសម្ដែង Padmin ហើយដូចរាល់ដងចឹងតែមាននិយាយអីច្រើនទេក្រៅពីបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តការសង្ខេប Padmin គឺកុំភ្លេចជួយចុច like នៅក្នុងវីដេអូហ្នឹងឲ្យមានអ្នកមួយផងហើយបើសិនជាអត់ទាន់ចុច subscribe ទេគឺកុំភ្លេចចុច subscribe លើ channel មានអ្នកមួយផងហើយក៏កុំភ្លេចចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ Padmin ពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការគាំទ្រ channel Padmin ជំរាបលាបាយបាយ